ព័ត៌មានដែលខ្ញុំនឹងជម្រាបជូនបងប្អូនមានមេតិការដូចតទៅបាទទី1គឺថៃបន្តខកចិត្តនឹងរបាយការណ៍លោក Thomas Andrew ឥឡូវសរសេរលិខិតទូលពិតទៅអគ្គស្នងការឬក៏ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិរដ្ឋមន្ត្រីព័ត៌មានខ្មែរអំពាវនាវឲ្យថៃគោរពច្បាប់អន្តរជាតិពលរដ្ឋភាសាខ្មែរចំនួនជាង300នាក់ទៀតបានវិលត្រឡប់ទៅលំនៅឋានវិញនៅថ្ងៃនេះទីបំផុតអាជ្ញាធរកម្ពុជាព្រមដោះលែងអ្នកជាប់ឃុំ2នាក់ទៀតដែលគ្រប់កាលកំណត់ដែលជាប់ពន្ធនាគារ2ឆ្នាំនោះករណីចាប់ជំរិតជនជាតិចិនគ្រួសារជនរងគ្រោះនៅតែបាត់ដំណឹងលោកយ៉ៅហ្វឹងសឹងជាង1ឆ្នាំមកហើយជំងឺមហារីកក្រពេញប្រូស្តាតអតីតប្រធានាធិបតីអាមេរិកលោកโจ Biden រីករាលដាលកាន់តែខ្លាំងភូមាទាត់ចោលសំណើសុំដោះលែងអ្នកស្រីអង្សានស៊ូជីលោកត្រាំធានាផ្ដល់ប្រព័ន្ធការពារកំជ្រួចទៅអ៊ុយក្រែនលោកពូទីនកាន់តែបាត់ជំនឿពីប្រជាពលរដ្ឋរុស្ស៊ីរឿងសង្គ្រាមនៅអ៊ុយក្រែននិងចុងក្រោយអ៊ីរ៉ង់បន្តដាក់លក្ខខណ្ឌអាមេរិកដើម្បីបើកច្រកហ័រមូសនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃនេះបាទបងប្អូនឥឡូវនេះគឺព័ត៌មានទី1ទៅមុនតកតងនឹងថៃខកចិត្តបាទតាមពិតឥឡូវនេះមិនត្រឹមតែតាមពិតខកចិត្តហ្នឹងថៃបានប្រាប់មកប្រហែលថ្ងៃហើយតើថាខកចិត្តនឹងរបាយការណ៍របស់លោក Thomas Andrews គាត់ថាខកចិត្តប្រហែលថ្ងៃនេះគឺគាត់បានបង្ហាញតាមបណ្ដាញសង្គមអីឬក៏របៀបដូចថាផ្ញើសារថ្លែងសារអំពីការមិនសប្បាយចិត្តនឹងរបាយការណ៍របស់លោក Thomas Andrews អញ្ចឹងណាក៏ប៉ុន្តែម្ដងនេះគឺសរសេរលិខិតទូលពិតទៅមេធំរបស់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិតែម្ដងតើគាត់សរសេរអីទៅឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះទូលពិតរឿងអីបាទឥឡូវនេះរឿងដែលលោកស៊ីហស័កភួងខេតកេតកៅដែលជាទេសរដ្ឋមន្ត្រីជាឧបនាយករដ្ឋមន្ត្រីផងហើយជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃទៅថ្ងៃនេះគាត់បានសរសេរលិខិតមួយដែលផ្ញើជូនទៅមេធំរបស់អង្គការសហជីវជាតិដែរក៏ប៉ុន្តែទទួលបន្ទុកផ្នែកសិទ្ធិមនុស្សគឺឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហជីវជាតិដោយទូលពិតអញ្ចេះគាត់ប្រាប់ថារបាយការណ៍របស់លោក Thomas Andrews សរសេរឬក៏ចេញដោយលំអៀងខ្លាំងហើយម្យ៉ាងទៀតថាមិនបានពិនិត្យគ្រប់ជ្រុងជ្រោយឬក៏ពិគ្រោះជាមួយនឹងភាគីថៃឬក៏ផ្ដល់ពេលវេលាឲ្យថៃឲ្យបានគ្រប់គ្រាន់ដើម្បីឆ្លើយតបមុននឹងបោះពុម្ពផ្សាយឬក៏ចេញសេចក្តីប្រកាសព័ត៌មានឬសន្និសីទសារព័ត៌មាននោះទេហើយមួយទៀតគឺខាងលោកស៊ីហស័កភួងខេតកែវចោទប្រកាន់លោក Thomas Andrews ថាបំពេញកិច្ចការងារជាអ្នករាយការណ៍ពិសេសរបស់អង្គការសិទ្ធិមនុស្សអង្គការសហជីវជាតិនេះសម្រាប់ប្រទេសកម្ពុជាហួសពីដែនសមត្ថកិច្ចរបស់ខ្លួនហើយព្រោះការដែលសរសេរព័ត៌មានរាយការណ៍តាក់ទងនឹងចំនួនព្រំដែនកម្ពុជាថៃគឺវាហួសពីដែនសមត្ថកិច្ចនៃអាណត្តិរបស់អង្គការសហប្រជាជាតិដែលប្រគល់ឲ្យលោក Thomas Andrews ដែលឲ្យគាត់ទៅរាយការណ៍តែពីរឿងសិទ្ធិមនុស្សនៅកម្ពុជានេះគឺជាអ្វីដែលលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃចាំមើលដល់ពេលពួកខាង MMO បាតផ្សារនៅស្រុកខ្មែរគាត់យកអាមួយកណាត់ដែលថានេះជាការអះអាងហ្នឹងទៅគាត់យកទៅកាត់មួយកណាត់វីដេអូហ្នឹងទៅហើយជេរមកណារ៉េទៀតថាកាន់ជើងថៃមករិះគន់លោក Thomas Andrews ឯណាទៀតហើយអាហ្នឹងគឺគេប្រកែព្រោះអីការដែលអ្នកដែលនៅស្រុកខ្មែរដែលគ្រប់គ្រងរដ្ឋាភិបាលនិងគណៈបកប្រជាជនកម្ពុជាគឺព្យាយាមបន្សាបមួងណារ៉េតដោយការដែលធ្វើមិនអត់ដឹងឥឡូវហ្នឹងអត់ដឹងមិនដែរគឺមួងណារ៉េតហ្នឹងខ្លាយទៅជាបុគ្គលដែលមនុស្សគ្រប់រូបជាពិសេសគឺខាងគណៈបកប្រជាជនអឺអត់នឹងយកឈ្មោះមកនិយាយមួយថ្ងៃអត់បានណាខ្ញុំឃើញគាត់ធ្វើអញ្ចឹងរាល់ថ្ងៃគ្រប់គ្នាគឺឲ្យតែមានមុងណារ៉េតមានរូបមុងណារ៉េតមានស្អីហ្នឹងគឺថាកាត់តវីដេអូអីហើយមកជេរបចោលហ្នឹងគាត់សប្បាយដោយសារអីទី1បាន likes ទី2បាន shares ទី2បាន views ទី3ហ្នឹងគឺថាគាត់សប្បាយចិត្តអញ្ចឹងទោះជាការដែលនិយាយនឹងមិនត្រឹមត្រូវឬក៏ជាការដែលប្រមាថឬក៏លៀបពណ៌អីប្រឌិតព័ត៌មានអីក៏ចិត្តទៅព្រោះអីខ្ញុំឆ្ងល់ដែរអ្នកផ្សាយព័ត៌មានមកកណក៏ដឹកមានលោកជុនច័ន្ទបុតមានលោកថងសារដាមានអ្នកផ្សាយព័ត៌មានលោកម៉ែនកំសែងអីទៀតមកកណអត់ព្រមយករូបថតគាត់អីយកទៅដាក់តាំងយកទៅអីខ្លះមកប្ររឿងតែមួងណារ៉េតអត់យល់អើយបង្អែមលៀងមាត់ខ្ញុំហេតុអីក៏បានជក់ចិត្តអីក៏យ៉ាងនេះប្រយ័ត្នទឹកនោមផ្អែមណាបងប្អូនណាទទួលទានឲ្យមានការទទួលខុសត្រូវព្រោះអីបង្អែមនេះវាមានឲ្យជារសផ្អែមឈ្ងុយឆ្ងាញ់មិនហើយក៏ប៉ុន្តែវាក៏คล้ายទៅជាវល្លិពេជ្រនិងបដូលពេជ្រដែរនៅពេលដែលបងប្អូនអឺទទួលទានវាដូចថាខ្វះការទទួលខុសត្រូវឥឡូវនេះខ្ញុំរីករាយដែរទេតាមពិតទៅបានបងប្អូនជួយចែកផ្សាយព័ត៌មានឲ្យគេស្គាល់មុងណារ៉េតឲ្យច្រើនធម្មតាព្រះហើយនឹងមា
ខ្ញុំទទួលបានការផ្ដល់យោបល់ច្រើនពីមិត្តភក្តិស្និទ្ធស្នាលពី fans របស់ខ្ញុំពីចាស់ព្រឹទ្ធាចារ្យពីព្រះសង្ឃពីអីគ្រប់គ្នាទៅសេសារមកណែនាំមុងណារិតរាល់ពេលកោតសរសើរការធ្វើព័ត៌មានក៏ប៉ុន្តែក៏ឆ្លៀតឱកាសប្រាប់ឲ្យមុងណារិតឈប់រើសដុំថ្មចោលឆ្កែតាមពិតមុងណារិតអស់ដុំថ្មចោលឆ្កែហើយទេខ្ញុំបានប្រាប់ឲ្យតើថាឈប់ចោលឆ្កែហើយប៉ុន្តែបើមានព័ត៌មានណាតាក់ទងនឹងដូចថាការបំភ្លឺឬក៏ការដែលពន្យល់ប្រជាពលរដ្ឋឲ្យលោកយល់កុំឲ្យមានការបោកប្រាស់ប្រឌិតព័ត៌មានខ្ញុំជាអ្នកសារព័ត៌មានខ្ញុំមានភារកិច្ចមួយគឺក្នុងការប្រាប់ព័ត៌មានពន្យល់ប្រជាពលរដ្ឋដើម្បីកុំឲ្យចាញ់បោកគេកុំឲ្យទី1កុំឲ្យចាញ់បោកព័ត៌មានប្រជាពិធដ្ឋទី2កុំឲ្យចាញ់បោកព័ត៌មានប្រឌិតហើយទី3ក៏កុំឲ្យមនុស្សលុះក្រោមអនាគតិនៃអំពើអសិលធម៌អគុណធម៌ឬក៏ពីអសរោះអីហ្នឹងដែរនេះគឺជារឿងដែលខ្ញុំចង់អប់រំឲ្យចេះតែយកជនទាំងនោះយកមកអប់រំដាស់តឿនរាល់ថ្ងៃហ្នឹងគឺដោយសារតែជាការពិតហើយមៀចិត្តនៅតែជាមៀគ្រាន់តែថាបើយើងអប់រំទូលមានយូរទៅក៏បានជ្រាបខ្លះដល់ប្រជាពលរដ្ឋមួយចំនួនទៀតដែលមិនលងលក់ក្រោមឥទ្ធិពលនៃភាពបាតផ្សាយអញ្ចឹងដែរបាទហើយឥឡូវដើម្បីកុំឲ្យខាត់ពេលយូរហើយម្សិលមិញនេះគឺខ្ញុំមានកិត្តិយសយ៉ាងក្រៃលែងដែលមាន fans ខ្ញុំមកតាំងពីបារាំងគាត់មកលេងទីក្រុងឡុងប៊ិចហ្នឹងក៏បានទទួលទានអាហារជុំគ្នាយ៉ាងកក់ក្ដៅហើយគាត់បង្ហាញអំពីការគាំទ្រការផ្សព្វផ្សាយរបស់ខ្ញុំនេះគឺជាការលើកទឹកចិត្តខ្ញុំមែនតើព្រោះអីបើយើងស្ដាប់មើលអាការគីជេមួងណារ៉េតនៅតាមបណ្ដាញសង្គមនោះសំតមួងណារ៉េតអត់ត្រូវការធ្វើព័ត៌មានអីទៀតទេប៉ុន្តែបងប្អូនលើកទឹកចិត្តខ្ញុំគ្រប់គ្នានៅក្នុងបណ្ដាញសង្គម Facebook ខ្ញុំ inbox ខ្ញុំ Messenger ខ្ញុំហ្នឹងគឺបងប្អូនតែងតែដាស់តឿនលើកទឹកចិត្តជំរុញសរសើរហើយក៏មានបងប្អូនច្រើនដែរជារឿយៗក៏តែងតែប្រាប់មកថាកុំលក់ឧត្តមគតិណាកុំជាលលកណាកុំក្បត់ប្រជាពលរដ្ឋខ្មែរយើងដោយសារតែលៀបសក្ការៈបុណ្យស័ក្តិអីទៅចោលពួកគាត់ទៀតណាខ្ញុំស្រក់ទឹកភ្នែកបងប្អូនឮសម្ដីបងប្អូនអំពាវនាវជាការលើកទឹកចិត្តឯងព្រោះគាត់ប្រាប់ថាខ្ញុំកុំឲ្យរត់ចោលពួកគាត់ហ្នឹងបានន័យថាគាត់ស្រឡាញ់គាត់អាណិតគាត់គោរពហើយគាត់ឲ្យតម្លៃហើយប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំត្រូវនិយាយភាសានេះប្រមាណដងទៀតទេថាគ្រាន់តែមកបាយ3ពេលមួងណារ៉េតអត់ត្រូវការលៀបសក្ការៈបុណ្យស័ក្តិអីទាំងអស់មួងណារ៉េតមានសមត្ថភាពគ្រប់គ្រាន់ដើម្បីរស់ជីវិតយ៉ាងថ្លៃថ្នូរហើយមួងណារ៉េតអត់ត្រូវការធ្វើកិច្ចការងារនេះណាដើម្បីសន្សំទ្រព្យដើម្បីឲ្យបានលុយច្រើនដើម្បីឲ្យខ្លាយទៅជាអ្នកមានដើម្បីទុកឲ្យកូនអីក៏អត់ដែរមួងណារ៉េតដឹកនាំគ្រួសាររបៀបសាមញ្ញបំផុតគ្រួសាររបស់មួងណារ៉េតនេះគឺជាគ្រួសារដ៏ក្រីក្រដូចគ្រួសារបងប្អូនដទៃទៀតដែរប៉ុន្តែអត់សូវខ្សត់មនសិការឧត្តមគតិនឹងការស្រឡាញ់ជាតិទេក្រតែទ្របទេអត់ក្រមនសិការអត់ក្រកិត្តិយសអត់ក្រសេចក្តីថ្លៃថ្នូរទេព្រោះអាហ្នឹងគឺជាការសន្សំខ្ញុំក្រមែនទ្របប៉ុន្តែខ្ញុំអត់ក្រសេចក្តីថ្លៃថ្នូរខ្ញុំអត់ក្រសុជីវធម៌ខ្ញុំអត់ក្រគុណធម៌ហើយក៏ខ្ញុំអត់ក្រនៅអំពើល្អដែរអានេះគឺជាអ្វីដែលខ្ញុំកសាងសន្សំសម្រាប់ខ្ញុំសម្រាប់គ្រួសារខ្ញុំហើយអត់មានទ្របចែកកូនទេមុនរិទ្ធនេះគឺមានគ្រួសារក្រីក្រតាំងតែពីឪពុកម្ដាយជីដូនជីតាមកហើយដូច្នេះម្ដាយឪពុកខ្ញុំក៏គ្មានទ្រព្យអីផ្ដល់ឲ្យខ្ញុំដែរប៉ុន្តែទ្រព្យគប់ចិន្តារបស់ម្ដាយឪពុកខ្ញុំដែលមិនអាចកាត់ថ្លៃបានជាសម្ភារៈអីបាននោះគឺការអប់រំកូនការណែនាំឲ្យកូនរៀនសូត្រដើម្បីបានមានចំណេះដឹងក្នុងខ្លួនដើម្បីយកទៅចិញ្ចឹមជីវិតពេលអត់ពីគាត់ទៅគឺយើងអាចចិញ្ចឹមជីវិតខ្លួនឯងបាននេះហើយជាគំរូដែលប្រាប់ខ្ញុំថាទ្រព្យដែលគប់ចិន្តារបស់យើងមិនមែនទ្រព្យសម្បត្តិដែលមើលឃើញនឹងភ្នែកនឹងទេមិនមែនឡានមិនមែនវីឡាមិនមែនដីឡូមិនមែនរបរចិញ្ចឹមជីវិតបើមានក៏ល្អដែរប៉ុន្តែទ្រព្យគប់ចិន្តាគឺការដែលស្រឡាញ់អប់រំកូនឲ្យដើរផ្លូវល្អហើយឲ្យយកចំណេះដឹងការអប់រំគឺជាប្រទីបនៅក្នុងការដោះស្រាយចិញ្ចឹមជីវិតចឹងម្ដាយឪពុកខ្ញុំលើកទឹកចិត្តខ្ញុំឲ្យរៀនក្រណាស់ប៉ុន្តែប្រឹងណាស់លក់តែចាប់រួយបន្តិចបន្តួចមកកូនតូបនឹងម្ដាយខ្ញុំឪពុកធ្វើការជាក្រសួងរដ្ឋនៅរារទេសភ្លើនឹងរកតែកង់កាចាស់មួយជិះក៏តែមិនបានស្មោះស្ម័គ្រនឹងរដ្ឋពេកអញ្ចឹងទៅក្ររហូតតតែចូលនិវត្តន៍ហើយរកតែលុយមើលជំងឺខ្លួនឯងមិនបានក៏បានទទួលអនិច្ចកម្មទាំងអាយុនៅក្មេងមែនតើឪពុកខ្ញុំទទួលមរណភាពកាលពីវ័យ69ឆ្នាំនៅស្រុកខ្មែរដោយសារតែជីវភាពខ្វះខាតដោយសារតែបញ្ហាសុខាភិបាលដោយសារតែមិនអាចនឹងយកចិត្តទុកដាក់ការថែទាំសុខភាពឲ្យបានគត់មុខក៏ធ្វើឲ្យគាត់ស្លាប់ទាំងអាយុនៅក្មេង69ឆ្នាំក្មេងណាហើយខ្ញុំសោកស្ដាយដែរក៏ប៉ុន្តែអ្វីដែលជាគេមរតកដែលគាត់បន្សល់ហ្នឹងគឺជំរុញឲ្យកូនរៀនចប់ថ្នាក់វិទ្យាល័យមិនទាន់ទេលើកទឹកចិត្តឲ្យកូនទៅរៀននៅភ្នំពេញមកភូមិខ្ញុំនៅស្រុកខ្មែរមកភូមិមានតែខ្ញុំម្នាក់គត់កាលពីសម័យប្រឡងបាក់ឌុបឆ្នាំ94ណានៅខេត្តកពតជាប់តិចណាស់ព្រោះដោយសារសម័យហ្នឹងគេចាប់ផ្ដើមរឹតត្បិតតឹងអីណាវិញ្ញាសាតឹងគឺមកសឹងថាមកសាលាជាប់តែ4 10នាក់ឯណាមកសាលាមករដូវឆ្នាំហ្នឹងថ្នាក់វិទ្យាល័យហើយគ្រាន់តែជាប់ភ្លាមគឺខ្ញុំសវ៉ារត់មកភ្នំពេញមិនមែនរត់ចោលស្រុកទេគឺទៅរកការ
អប់រំដើម្បីបានរៀនសូត្រទៀតព្រោះយើងដឹងថាយើងក្រីក្របើគ្មានចំណេះដឹងទេគ្មានទុនទេយើងមិនអាចទៅធ្វើអីចិញ្ចឹមជីវិតបានទេអញ្ចឹងហើយបានជារត់ទៅភ្នំពេញដំបូងហ្នឹងក្នុងឆ្នាំ94ចាក់ចេញពីឪពុកម្ដាយរហូតខ្ញុំអត់ដែលវិលទៅផ្ទះវិញទេតាំងពីឆ្នាំ94មកខ្ញុំចាក់ចេញពីម្ដាយឪពុករហូតអាយុ17ឆ្នាំទេណាចេញពីផ្ទះហ្នឹងគឺតែនៅជាមួយឪពុកមានៅជាមួយជីដូនឲ្យតែបានផ្ទះជ្រកបានរៀនសូត្រហើយខ្ញុំក៏បានឪពុកមាបងប្អូនក្រុមគ្រួសារជួយទំនុកបំរុងច្រើនលើកទឹកចិត្តឲ្យរៀនការដែលរៀនសូត្រនេះឯងដែលជាទ្រព្យកប់ចិន្តាដែលធ្វើឲ្យខ្ញុំមានថ្ងៃនេះខ្ញុំគ្មានទ្រព្យសម្បត្តិអីទាំងអស់ប៉ុន្តែខ្ញុំមានទ្រព្យដ៏មហាសាលនៅក្នុងខ្លួនណាដោយសារអីចំណេះដឹងដែលខំប្រឹងរៀនអ្វីដែលអាចធ្វើឲ្យជីវិតរបស់ខ្ញុំអាចរស់នៅដោយមិនចាំបាច់ពឹងពាក់ទៅលើការផ្ដល់អំណោយការទិញដូរការលក់ដូរឋានៈវណ្ណៈបុណ្យស័ក្តិអីអត់សោះព្រោះទាំងអស់នោះគឺជារឿងបន្ទាប់បន្សំសម្រាប់ខ្ញុំទេអ្វីដែលសំខាន់បំផុតគឺកិត្តិយសសេចក្តីថ្លៃថ្នូរសុជីវធម៌ហើយជាការសាបព្រោះចំណេះជំនាញតំណែងរបស់ល្អនេះជូនទៅប្រជាពលរដ្ឋផ្សេងទៀតដែលខ្វះខាតដូចគ្នាកូនខ្ញុំអត់ដែលខ្ញុំថាអូខំប្រឹងធ្វើការរកស៊ីទៅបើករបរឲ្យធំដុំទៅខ្លាយជាមហាសេដ្ឋីដើម្បីពេលស្លាប់ទៅចាស់ទៅកូននឹងខ្លាយទៅជាអ្នកមានអត់ទេបើមានក៏ល្អដែរប៉ុន្តែខ្ញុំអត់ដែលគិតដូច្នេះទេគឺកូនខ្ញុំគឺក៏គេមានទ្រព្យគាត់ចិន្តាដែរសប្ងៃនេះដោយសារអីដោយសារការខំប្រឹងប្រែងរៀនសូត្ររបស់គេដូច្នេះក្រដូចគ្នាកូនខ្ញុំក៏ក្រខ្ញុំក៏ក្រប៉ុន្តែអត់ក្រទេមនសិការអត់ក្រទេចំណេះដឹងអត់ក្រទេទ្រព្យធនដែលទ្រព្យគេហៅថាទ្រព្យគាត់ចិន្តាហ្នឹងគឺចាយច្រើនចម្រើនច្រើនចំណេះដឹងហើយដល់ពេលអញ្ចឹងទៅខ្ញុំសំបីតាមានបញ្ហាយើងមិនគិតថាអាយុរបស់យើងវាអស់សង្ខារត្រឹមវ័យស្អីទឹម50គិតដល់រឿងតាចាយដីអត់ទេខ្ញុំចង់និយាយថាការរៀបចំគ្រួសាររបស់ខ្ញុំនេះណាកូនខ្ញុំនេះណាបានរៀនសូត្រចេះដឹងគឺគេអាចពឹងពាក់ខ្លួនគេបានដោយមិនចាំបាច់ខ្ញុំទៅជួយទំនុកបំរុងអីទៀតទេគឺគេមានការងារគេមានចំណេះដឹងគ្រប់គ្រាន់ដើម្បីរកមកគ្រាន់តែបាយ3ពេលគឺអត់លំបាកទេអញ្ចឹងមុនណារ៉េតអត់ត្រូវការអូខំប្រឹងរទៅដើម្បីទុកឲ្យកូនអត់ទេបានន័យថាជួយទំនុកបំរុងកូនរហូតដល់ប៉ុណ្ណេះគឺកូនបានចំណេះដឹងគ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិតគេរស់ហើយដូច្នេះបើយើងសួរថាអញ្ចឹងមុនណារ៉េតត្រូវការអីទៀតអត់ត្រូវការអីទេអត់ត្រូវការអីទាំងអស់ក្រៅតែពីជីវិតសាមញ្ញហើយជីវិតក្រុមគ្រួសារក៏រស់នៅបានយ៉ាងសាមញ្ញមួយគេអត់មានទៅលួចជាតិអត់មានទៅរំខានអ្នកណាទេដូច្នេះខ្ញុំអត់ត្រូវការលៀបសក្ការៈអត់ត្រូវការបុណ្យស័ក្តិអត់ត្រូវការទិញដូរអត់ត្រូវការលក់អីទាំងអស់ដូចខ្ញុំជំរាបចឹងថាខ្ញុំមិនចាំបាច់ធ្វើ show នេះខ្ញុំមិនចាំបាច់ធ្វើការនៅសាលាក្រុងខ្ញុំគ្រាន់តែធ្វើកិច្ចការងារកប៉ិចកប៉ុកស្អីក៏ត្រឹមមករកប្រាក់3-4,000 ដុល្លារមួយខែក៏មិនដាច់ពោះស្លាប់ដែរហើយមិនចាំបាច់ទៅសុំបាយ3ពេលដើម្បីជេរបន្តិចដើម្បីការពារជនប្រជាការដើម្បីធ្វើក្បត់មនសិការខ្លួនឯងដើម្បីធ្វើឲ្យបងប្អូនយើងអស់សង្ឃឹមអត់ទេអញ្ចឹងបងប្អូនទុកចិត្តទៀតចោះដរាបណាខ្ញុំនៅមានដង្ហើមដកបងអែមលៀងមាត់របស់មូលនារីនេះនៅតែមានឲ្យជារសដកដែលហើយកាន់តែឈ្ងុយឆ្ងាញ់ទៀតផងគ្មានជាតិគីមីទេបាទប៉ុណ្ណឹងចោះកុំឲ្យបងប្អូនគាត់ចេះតែផ្ញើសារមកសួរគាត់ដូចថាដូចស្រឡាញ់យើងពេកណាគាំទ្រយើងពេកដូចថាចេះតែគិតថាស្ដាយតិចទៅបាត់ទៀតទៅគាត់សួរអញ្ចឹងតិចទៅលោកហើយអាស្រឡាញ់ណាស់អាណិតណាស់ចូលចិត្តណាស់គាំទ្រណាស់កុំឲ្យគាត់ខកចិត្តម្ដងទៀតបងប្អូនតារាបណាមូនារិតនៅមានដង្ហើមដកគ្មានបងប្អូនណាម្នាក់ខកចិត្តទេអ្នកដែលខកចិត្តខ្លាំងជាងគេគឺមានតែក្រុម MMO គណៈបកប្រជាជនកម្ពុជានិងពួកក្រុមប្រជាការទេដែលខកចិត្តពួកអីមូនារិតអត់ដូរចំហដែលធ្វើឲ្យក្រុមនេះចេះតែបាត់ប្រជាប្រិយបន្តិចម្ដងហើយអ្នកដែលរករឿងខ្ញុំគឺមានតែក្រុមដែលខ្លាចទីភ្លឺហ្នឹងឯងបើក្រុមដែលក្រុមនៅទីងងឹតក្រុមអសូរកាយក្រុមអីហ្នឹងគាត់ខ្លាចខ្ញុំណាប៉ុន្តែបើសិនជាបងប្អូនដែលស្រឡាញ់ប្រជាធិបតេយ្យស្រឡាញ់សិទ្ធិមនុស្សស្រឡាញ់ចង់ឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ស្រឡាញ់ការផ្សះផ្សាជាតិស្រឡាញ់កិត្តិយសជាតិខ្មែរស្រឡាញ់ការរាប់អានគ្នាស្រឡាញ់ការមិនបាច់បាក់ជាតិអីហ្នឹងច្បាស់ជាមិនជាតូមនិញអីជាមួយនឹងមូលនារីទេបាទអញ្ចឹងយើងមានប៉ូលពីរអ្នកស្អប់មូលនារីនិងអ្នកស្រឡាញ់មូលនារីម្ដងទៀតអ្នកដែលស្រឡាញ់មូលនារីគឺអ្នកនៅទីភ្លឺអ្នកដែលស្អប់មូលនារីភាគច្រើនអ្នកនៅទីងងឹតនៃនរុអវជ័យដូច្នេះទៅយើងពិបាកដែរតែណាស់ហើយបងប្អូនគ្មានរឿងអីដែលយើងធ្វើអីមួយដែលត្រូវចិត្តមនុស្សគ្រប់គ្នាទេព្រះដែលខំប្រឹងប្រស័តគ្រប់លោកគ្រប់គ្នាមិនក៏នៅតែមានមាជ្រែកហើយធ្វើមិនឥឡូវបាទអញ្ចឹងតកតងនឹងលោកស៊ីអស័កភួងខេតកែវនេះខ្ញុំបន្តទៀតគឺគាត់ខកចិត្តគាត់និយាយរឿង3ចំណុចដែលខ្ញុំឲ្យបងប្អូនចាប់អារម្មណ៍ហើយមិនមែនបានន័យថាទៅកាន់ជើងថៃទេគឺយើងដឹងថាថៃគេនិយាយថាម៉េចថៃគេថាទី1លោក Thomas Andrews មិនបានផ្ដល់ពេលវេលាឲ្យគេគ្រប់គ្រាន់នៅក្នុងការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របាយការណ៍បិទបញ្ចប់បេសកកម្មរយៈពេល2សប្តាហ៍លើកដំបូងនៅប្រទេសកម្ពុជារបស់គាត់ទេព្រោះអីឲ្យ2ថ្ងៃហើយស្រាប់តែចេញសេចក្តីថ្លែងការណ៍អញ្ចឹងថៃគេថាគេអត់បានត្រៀមខ្លួន
ចំណុចនេះបើសិនជាខ្ញុំជាលោក Thomas Andrews ខ្ញុំគិតថាលោកបានធ្វើត្រឹមត្រូវហើយទេព្រោះបើយើងនិយាយឲ្យស្មោះត្រង់បើតាមអ្វីដែលថៃចោទប្រកាន់លោក Thomas Andrews ថាធ្វើលើសពីដែនសមត្ថកិច្ចឬក៏អាណត្តិរបស់លោកដែលហ៊ានរាយការណ៍តាក់ទងនឹងចំនួនព្រំដែនខ្មែរថៃដែលរឿងនេះគឺតាក់ទងនឹងរឿងថៃមិនមែនតាក់ទងនឹងរឿងកម្ពុជាដោយលោកសៀហស័កភួងកេតកៅលើកឡើងខ្ញុំជឿថាលោកសៀហស័កភួងកេតកៅខ្លួនឯងក៏ពំតំណោតដែរបានន័យថាជន់កែងជន់ដានជន់កែងខ្លួនឯងព្រោះអីចោទលោក Thomas Andrew ថាធ្វើលើសមត្ថភាពក៏ប៉ុន្តែឥឡូវបែរទៅជាទទួលស្គាល់ថាលោក Thomas Andrew ឲ្យរបាយការណ៍ព្រៀងទៅឲ្យភាគីថៃ2ថ្ងៃមុននឹងធ្វើសន្និសីទសារព័ត៌មានថាឲ្យពេលតិចពេកចុះបើឲ្យពេលតិចពេកមិនគ្រប់ថ្ងៃហេតុអីក៏ព្រមគិតថាគេឲ្យដំណឹងនេះទៅដែរហេតុអីបានថាគាត់នឹងធ្វើខុសពីសមត្ថកិច្ចព្រោះអាណត្តិរបស់គាត់បើនិយាយពីរឿងព្រំដែនរឿងរំលោភសិទ្ធិមនុស្សតើអ្នកណាអ្នករំលោភសិទ្ធិកម្ពុជាភាគីថៃបើភាគីថៃរំលោភសិទ្ធិកម្ពុជាតើឲ្យលោក Thomas Andrew ទៅនិយាយថាអ្នកណារំលោភសិទ្ធិជនភៀសសាក់ខ្មែរមានតែថៃរំលោភជនភៀសសាក់ខ្មែរហើយបើអត់ឲ្យនិយាយពីភាគីថៃមិននិយាយថាកម្ពុជារំលោភសិទ្ធិជនភៀសសាក់ខ្លួនឯងវាអត់ត្រូវព្រោះកម្ពុជាឃើញរដ្ឋាភិបាលខំប្រឹងរកផ្ទះសម្បែងលំនៅឋានអីបដោះអាសន្នអីហ្នឹងឲ្យជនភៀសសាក់នឹងបានស្នាក់នៅបានអីឲ្យបាយឲ្យទឹកអីដែរដោះស្រាយបញ្ហាឧបត្ថម្ភអីតាមលទ្ធភាពដែលធ្វើទៅបានក៏ពួកគាត់មិនបានទៅផ្ទះវិញដោយសារថៃមិនឲ្យចូលទៅដូច្នេះបើនិយាយអំពីភាគីដែលបង្កឲ្យមានការរំលោភសិទ្ធិដល់ជនភៀសសាក់គឺមិនមែនកម្ពុជាទេនៅក្នុងនេះយើងនិយាយឲ្យយុត្តិធម៌គឺជារដ្ឋាភិបាលថៃយោធាថៃទេអញ្ចឹងបើយោធាថៃជាអ្នកបង្កផ្ទះសនកម្មឬក៏ផលវិបាកឬបង្កអំពើដែលប៉ះពាល់ដល់សិទ្ធិរបស់ជនភៀសសាក់ហើយលោក Thomas Andrew រាយការណ៍អំពីជនភៀសសាក់ដែលរងការរំលោភសិទ្ធិមនុស្សពីភាគីថៃនឹងឯងពីអ្នកណាហើយបើមិននិយាយភាគីថៃឲ្យនិយាយតែក្នុងស្រុកខ្មែរនិយាយខ្យល់អញ្ចឹងធ្វើយ៉ាងម៉េចនឹងត្រូវរបាយការណ៍ជាក់ស្ដែងដូច្នេះថៃគឺជាភាគីពាក់ព័ន្ធដែលលោក Thomas Andrew មិនអាចអត់រាយការណ៍បានទេអញ្ចឹងនៅពេលដែលថៃចោទប្រកាន់លោក Thomas Andrew ថាលំអៀងហើយធ្វើឲ្យហួសពីដែនសមត្ថកិច្ចរបស់ខ្លួនដែលហ៊ានរាយការណ៍ប៉ះពាល់នឹងចំនួនព្រំដែនខ្មែរថៃដែលឲ្យរាយការណ៍ទៅសិទ្ធិមនុស្សកម្ពុជាគឺមិនរឿងមិនត្រឹមត្រូវទេខ្ញុំគិតថាចំណុចការពារខ្លួនរបស់ថៃកន្លែងនេះខ្សោយទេហើយលោក Thomas Andrew ក៏បានការពារខ្លួនដោយបញ្ជូនរបាយការណ៍ហ្នឹងទៅឲ្យលោកសៀស័កភួងកេតកៅនឹងរដ្ឋាភិបាលថៃដែរឥឡូវចំណុចទី2ដែលថៃចោទលោក Thomas Andrew ថាលំអៀងឬក៏រាយការណ៍មិនគ្រប់ជ្រុងជ្រោយគឺតាក់ទងនឹងជនភៀសសាក់ថៃខឹងលោក Andrew ហ្នឹងថាជនភៀសសាក់មាន 650,000 នាក់ហើយជនភៀសសាក់ហ្នឹងបានវិលទៅលំនៅឋានអស់ហើយអត់ព្រមនិយាយពីរឿងជនភៀសសាក់ថៃដែលមាន 400,000 នាក់ដែរគាត់ថាមើលតែមួយខាងហើយថាពេលដែលរាយការណ៍អំពីជនភៀសសាក់ខ្មែរដែលរងការខ្លោចផ្សាផ្ទះអីសម្បែងខ្ទេចខ្ទីគាត់ថាចោះហេតុអីមិនរាយការណ៍ពីរឿងជនភៀសសាក់ថៃផ្ទះសម្បែងជនស៊ីវិលអាគារសំណង់មន្ទីរពេទ្យការ៉ាសាំងថៃអីដែល BM21 របស់ខ្មែរបាញ់ធ្លាក់ស្លាប់ជនស៊ីវិលរេលនៅក្នុងស្រុកថៃដែរចង់និយាយចេះគាត់ថាបើរាយការណ៍ហេតុអីរាយការណ៍តាមមួយចាហៀងហេតុអីក៏មិនរាយការណ៍ខាងថៃអាហ្នឹងក៏ខ្ទាស់ទៅនឹងចំណុចមួយដែលថាចោះបើថាគាត់រាយការណ៍តែរឿងសិទ្ធិមនុស្សស្រុកខ្មែរហេតុអីឲ្យទៅរាយការណ៍រឿងថៃទៀតហើយជួយថាវាពំតំណោតអញ្ចឹងណាបងប្អូនមួយទៀតលោកសៀស័កភួងកេតកៅគាត់លើកឡើងអំពីថាជនភៀសសាក់ពលរដ្ឋភៀសសាក់ហ្នឹងគឺថាកម្ពុជាហ្នឹងផ្ដល់របាយការណ៍ក៏តែមិនត្រឹមត្រូវទៀតព្រោះអីមានជនភៀសសាក់ខ្លះគឺនៅក្នុងរដ្ឋទាំងអ្នកដែលនៅជាប់ក្នុងតំបន់ដែលថៃគ្រប់គ្រងហើយដែលជាដីថៃសោះហ្នឹងទៅគិតថាជនជាតិជនភៀសសាក់ខ្មែរកើតដែរហ្នឹងគេសំដៅទៅលើភូមិព្រៃច័ន្ទភូមិជោគជ័យដែលថៃអះអាងថាជាដីរបស់គេហើយថាអ្នកនឹងទាំងនោះមិនមែនជាជនភៀសសាក់ទេព្រោះអីថាទៅនៅដីថៃដោយខុសច្បាប់ដូច្នេះគេគិតថាកុំឲ្យរាប់ចំនួនអ្នកទាំងអស់នោះថាជាជនភៀសសាក់អញ្ចឹងគិតចុះឡើងទៅគាត់គិតថាកម្ពុជាអត់នៅសល់ជនភៀសសាក់អីទៀតទេព្រោះអីអ្នកដែលនៅព្រៃច័ន្ទនៅភូមិជោគជ័យបឹងតគួនអីហ្នឹងថាមកពីនៅដីថៃដូច្នេះអ្នកទាំងអស់នោះគឺថៃដេញមកវិញគឺអត់មានជាភៀសសាក់កើតទេគាត់ចង់និយាយអញ្ចឹងថៃគេនិយាយអញ្ចឹងហើយដល់ពេលអ្នករាយការណ៍ពិសេសរាយការណ៍ថាអ្នកនោះជាជនភៀសសាក់គាត់ថាអាហ្នឹងមិនត្រូវប្រជាពលរដ្ឋខ្មែរគ្នារស់នៅក្នុងដីខ្មែរនៅតំបន់ព្រៃច័ន្ទភូមិជោគជ័យបងតគួនសុកសានរហូតដល់30-40 ឆ្នាំហើយយើងយកលេសអញ្ចឹងមិនថាអើយថៃហ្នឹងក៏តែពិបាកប៉ុន្តែខ្មែរយើងហ្នឹងក៏ហត់តែយ៉ាប់ចឹងខ្ញុំប្រាប់តិចថ្ងៃហ្នឹងមានលោករដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់យើងលោកណេតភក្ត្រាហ្នឹងសរសេរព័ត៌មានមួយឲ្យអំពាវនាវឲ្យថៃគោរពច្បាប់អន្តរជាតិខ្ញុំមិនដឹងថាបានការអីទេចាំប៉ុន្តែខ្ញុំនឹងផ្សាយឲ្យគាត់ទី3គឺសៀស័កភួងកេតកៅគាត់និយាយចេះគាត់ថាតកតងនឹងរឿងតួលេខដែលលោក Thomas Andrew និយាយពីពលករចំណាក់ស្រុកខ្មែរ
មកស្រុកវិញបាក់ទឹកបាក់ដីគឺ9សែនអ្នកជាងដោយគិតថាតួលេខជិត1លានអ្នកនេះគឺថៃថាអ្នករាយការណ៍ពិសេសនេះលំអៀងត្រង់ថាប្រាប់ពិភពលោកហាក់បីដូចជាថៃនឹងជាអ្នកបណ្ដេញពលករខ្មែរចំណាក់ស្រុកហ្នឹងឲ្យមកចូលស្រុកខ្មែរវិញដេញពីស្រុកថៃព្រោះថារបាយការណ៍ថាមានពលករចំណាក់ស្រុកខ្មែររត់មកផ្ទះវិញដល់ទៅ9សែននាក់ហ្នឹងគឺហាក់បីដូចជាគិតថាថៃចាប់បង្ខំព្រោះមានចំនួនច្រើនណាស់ដល់ទៅជិត1លាននាក់ថៃគេអះអាងថាគេអត់ដែលបង្ខំឲ្យពលករខ្មែរនេះមកផ្ទះវិញទេគេអត់ដែលបង្ខំគេអត់ដែលដាក់សម្ពាធឲ្យកម្មករពលករខ្មែរចំណាក់ស្រុកទាំង9សែននាក់ជាងនឹងមកទេគាត់មកខ្លួនឯងនឹងមកតាមការអំពាវនាវឬក៏គម្រាមកំហែងរបស់រដ្ឋាភិបាលខ្មែរទៀតអាហ្នឹងថៃគេថាអញ្ចឹងគេដកស្រង់ប្រសាសន៍របស់លោកហ៊ុនសែនឬថ្នាក់ដឹកនាំនោះដែលត្រៀមឡានត្រៀមអីទៅទទួលដើម្បីអំពាវនាវឲ្យមកឲ្យអស់វិញអីអញ្ចឹងទៅតែថៃគេថាគេអត់ដែលបានបខំបដិញអីតែម្ដងក៏អត់មានដែរមានតែស្រួលឲ្យអាចបន្តធ្វើការនៅថៃបានទៀតអីអញ្ចឹងទៅអានេះគឺគេនិយាយការពិតតាមពិតបើយើងនិយាយឲ្យសច្ចយុត្តិធម៌ថៃគឺពិតជាមិនចង់ឲ្យពលករនីខ្មែរចំណាក់ស្រុកហ្នឹងមកស្រុកវិញទេព្រោះបាត់កម្លាំងពលកម្ម2លាននាក់ដែលជាកម្លាំងកសិកម្មឧស្សាហកម្មនិងវិស័យទេសចរថៃហ្នឹងបើអត់កម្មករពលករខ្មែរថៃពិបាកណាស់ទៅរកមនុស្សមកធ្វើការឲ្យអត់បានទេព្រោះថៃគេទៅធ្វើការល្អអស់ហើយគេទុកការងារណាដែលលំបាកប្រឡាក់ភក់ប្រឡាក់ជ្រាំឲ្យគ្រោះថ្នាក់ហ្នឹងឲ្យខ្មែរធ្វើអញ្ចឹងយើងអត់មានជំនាញយើងអត់មានអីហ្នឹងយើងទៅធ្វើឲ្យទៅកាប់អំពៅទៅជាជ័រកៅស៊ូទៅនេសាទត្រីនៅដែនសមុទ្រ3ខែមិនទាន់មកច្រាំងម្ដងនេះថៃគេឈប់ធ្វើអស់ហើយមានតែភូមាមានតែឡាវមានតែខ្មែរនឹងតើធ្វើអញ្ចឹងកម្មករថៃគឺរៀនចប់អីគឺគេទៅរកការងារពាក់កវ៉ាត់កអីល្អនៅប្រូការងារបានប្រាក់ខែគុណនឹង3 4ដងនោះគេមិនមកធ្វើការ3 400អញ្ចឹងទេអានេះក៏យើងដឹងដែរថៃអត់មានកម្លាំងពលកម្មធ្វើទេព្រោះជនជាតិថៃគេទៅធ្វើការងារល្អអស់ហើយទុកការងារបោះជូតការងារលីសែងការងាររត់ម៉ូតូឌុបឬក៏ការងារកាប់អំពៅដូចខ្ញុំនិយាយអញ្ចឹងឬដកតកួនដកផលិតដាំផ្កាអីហ្នឹងបោះជូតនៅកន្លែងភោជនីយដ្ឋាននៅកន្លែងរមណីយដ្ឋានអីហ្នឹងគឺជាបោះកម្មករខ្មែរថៃណែភូមាហើយនឹងឡាវទេអញ្ចឹងថៃអត់អាចនឹងបណ្ដេញពួកទាំងនេះបានក្រុមពួកគាត់បានទេជាការពិតគឺវាជាសច្ចយុត្តិធម៌គឺអញ្ចឹងក៏ប៉ុន្តែក៏យើងដឹងដែរថាពេលមានចំនួនព្រំដែនខ្មែរថៃភ្លាមគឺមានការហាច់ភាពជាតិនិយមជ្រុលហ្នឹងគឺក្រុមបងធំបងតូចនៅថៃហ្នឹងធ្វើបាបធ្វើទុកបុកម្នេញកម្មករខ្មែរយ៉ាងចាស់ដៃតែម្ដងដោយវាយដំចំធាក់តាមផ្លូវតាមអីថតផ្សាយអីចឹងប៉ុន្តែចុងក្រោយក៏ឃើញមានអាជ្ញាធរចាត់ការអ្នកទាំងនេះចាប់ឃុំខ្លួនឃុំអីដែរដើម្បីកុំឲ្យកម្មករពលករចំណាក់ស្រុកខ្មែរហ្នឹងគ្នាបាក់ទឹកចិត្តខ្លាចរត់ចោលអស់ថៃក៏ទប់ដែរហើយក៏អំពាវនាវឲ្យដាក់ទោសទណ្ឌដែរយើងនិយាយឲ្យសច្ចយុត្តិធម៌ប៉ុន្តែឥឡូវនេះដល់ពេលរបាយការណ៍លោក Thomas Andrew អញ្ចឹងបានថៃគេរករឿងគេថាហេតុអីបានទៅជាថារាយការណ៍ធ្វើដូចជាថៃហ្នឹងជាអ្នកដែលបណ្ដេញអ្នកទាំងនោះមកប៉ុន្តែដើម្បីឲ្យសច្ចយុត្តិធម៌មួយទៀតណាបងប្អូនបើគុំតែថៃឈ្លានពានកម្ពុជាវាយបាញ់នៅចំនួនព្រំដែនហ្នឹងក៏ពលករគ្នាក៏មិនរត់មកច្រើនដែរមិនអញ្ចឹងឯងគ្នាភ័យខ្លាចសង្គ្រាមចម្បាំងរាំងជលទៅបិទព្រំដែនអស់ទៅក៏អត់អាចមកផ្ទះវិញបានទៅដីស្រែចម្ការយ៉ាងម៉េចភូមិកររបស់ខ្លួនបងប្អូននារីព្រាត់ប្រាសអីព្រោះគ្នាឆ្អែតនឹងសង្គ្រាមជួនកាលអ្នកខ្លះភ័យក៏មកអីអញ្ចឹងឲ្យលឺដំណឹងរសិចលហិចលហៀងពាក្យចចាមអារាមថាបើមិនមកទេគឺគេនឹងរឹបអូសដីធ្លីអត់មានអាចធ្វើបានកម្មសិទ្ធិអីបានឯណាហ្នឹងក៏មានព័ត៌មានអញ្ចឹងផ្សំគ្នាច្រើនរឿងដែរតែយ៉ាងណាបងប្អូនកម្ពុជាកាលពីពេលបាញ់គ្នាហ្នឹងគឺពិតជាចង់ឲ្យពលករចំណាក់ស្រុកខ្មែរមកឲ្យអស់ហ្មងក្នុងចេតនានយោបាយមួយគឺដើម្បីឲ្យខ្សោះកម្លាំងពលកម្មនៅថៃដើម្បីឲ្យថៃខ្សោះសេដ្ឋកិច្ចខ្សោះបញ្ហាកាំងស្ដោកអីអញ្ចឹងទៅឲ្យថៃរងសម្ពាធកុំធ្វើបាបខ្មែរផ្នែកព្រំដែនយោធាអីអញ្ចឹងទៅអានេះកម្ពុជាក៏គិតយុទ្ធសាស្ត្រមួយគឺមិនមែនយុទ្ធសាស្ត្ររបៀបដូចថាយើងមានកម្លាំងសពាវុធអីទៅឈ្នះថៃគឺយុទ្ធសាស្ត្របោកក្បាលនៅអញ្ចឹងដើម្បីឲ្យម៉ែឪអាណិតដូចតែយើងធ្វើជាមួយនឹងអាមេរិកហើយនិងសហគមន៍អឺរ៉ុបរឿងបោកក្បាលនៅអញ្ចឹងអែបអបជើងចិនទៅដើម្បីឲ្យសហគមន៍អន្តរជាតិគេភ័យខ្លាចយើងខ្លាចជាចំណីរបស់ចិនដាច់ភឹងទៅគេចេះតែមកជួយយើងតិចបន្តួចទៅគេមិនហ៊ានដាក់ទណ្ឌកម្មដាក់សម្ពាធអីខ្លាំងទេព្រោះតែយើងបំផ្លាញសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យយើងសហគមន៍អន្តរជាតិដោយអាមេរិកដោយអឺរ៉ុបអីគេដាក់ទណ្ឌកម្មតែយើងអត់កែយើងទៅអោបចិនដើម្បីយកស្ពៃចិនមកយកអាជំនួយឧបត្ថម្ភរបស់ចិនក្បាលមិនជាប់មេជើងមិនជាប់ដីនឹងមក scam ផងពួក mafia ឲ្យមកពេញទឹកពេញដីដើម្បីឲ្យគណៈបកប្រជាជននៅអាចរស់បានអញ្ចឹងហើយគឺតាលេនឋានគេសង្ស័យពីរឿងសមុទ្ររៀមអាចចិនយកជាលេនឋានអាតារាសាគោនឹងមានពីរថយន្តហោះចម្បាំងរបស់ចិនបានអីឲ្យធ្វើដោយចិនអីលាក់នឹងលាក់ដូចថាគេភ័យយើងហើយយើងដល់ពេលគេកាន់តែភ័យគេខ្លាចយើងលុះក្រោមឥទ្ធិពលចិនគឺយើងចូលចិនឲ្យកាន់តែខ្លាំងហើយយើងបំផ្លាញប្រជាធិបតេយ្យឲ្យអស់ជំរឿហើយទៅអែបចិនគេដាក់ទណ្ឌកម្មថាដាក់ទៅណាអញដាក់ទៅណាអញសាដាក់ទណ្ឌកម្មទៅដាក់ទណ្ឌកម្មរត់ទៅចិន
គឺយើងធ្វើចរិតជាកូនចង្រៃទៅបោកក្បាលនៅជញ្ជាំងឲ្យម៉ែឪភ័យរឿងយើងឈឺតាមពិតឈឺក្បាលយើងសោះហ្នឹងណាហើយដល់ពេលម៉ែឪឃើញកូនបែកក្បាលបែកអីហូរឈាមអាណិតកូនដែរអើយកូននេះយ៉ាប់មែនតើឈឺខ្លួនវាសោះតែវាធ្វើឲ្យរកម្មចិត្តឯងជាម៉ែឪឯណាអញ្ចឹងណាកូនអញ្ចឹងបោកក្បាលទូងម៉ែឯងមិនព្រមមើលខ្ញុំបោកឲ្យបែកក្បាលខ្ញុំទៅអញ្ចឹងទៅក៏ម៉ែឪហ្នឹងគេចេះតែទៅមើលស្អំជូតអីបន្តិចបន្តួចទៅតែបើចិត្តគេហ្នឹងគឺថាចុះកូនហ្នឹងមិនក៏បានទៅអញ្ចឹងដូចគ្នាតកតងនឹងរឿងពលករខ្មែរចំណាក់ស្រុកគឺខ្មែរយកអារបៀបជាជនរងគ្រោះយកទៅបោកក្បាលនៅអញ្ចាំងឲ្យថៃមើលឃើញថាខ្ញុំយកពលករខ្ញុំមកទាំងអស់មិន2លានអ្នកហ្នឹងបើយកមកអស់អ្នកឯងនឹងដាច់ខ្យល់ងាប់ទៅប៉ុន្តែអាខ្លួនឯងហ្នឹងវាដាច់ខ្យល់ខ្លួនឯងដែរណាព្រោះខ្មែរវាអត់មានការងារឲ្យកម្មករពលករនឹងធ្វើទេហើយចុះបើមានការងារឲ្យពួកគាត់ធ្វើហេតុអីបាន2លានអ្នកទៅធ្វើការនៅថៃយើងដឹងដែរតារហូតតគេរិះគន់ទៅថាហេតុអីបានជាខ្មែរយើងមានកម្លាំងពលកម្ម2លានអ្នកទៅធ្វើការបម្រើថៃទៅវិញហេតុអីមិនបម្រើកិច្ចការសេដ្ឋកិច្ចក្នុងខ្លួនប្រទេសខ្លួនឯងយូរហើយមានមន្ត្រីខ្មែរណានោះមកឡើងនិយាយអួតថាអូពលករខ្មែរចំណាក់ស្រុកទៅថៃទៅកូរ៉េហ្នឹងគឺជាការជួយសេដ្ឋកិច្ចយើងសម្បើមណាស់គឺជាមុខរបរជួយសេដ្ឋកិច្ចយើងគ្មានស្អីខុសត្រូវហើយវាអត់មានអីខុសតែយើងនិយាយហ្នឹងគឺដើម្បីប្រាប់ពីអសមត្ថភាពរបស់យើងក្នុងការរកការងារឲ្យពលករខ្មែរយើងធ្វើនៅក្នុងស្រុកបងប្អូនយើងទៅធ្វើកញ្ចះគេយើងទៅបម្រើពលកម្មគេយើងបានលុយមកមែនហើយប៉ុន្តែសេដ្ឋកិច្ចដើររបស់ថៃតើមានដើរសេដ្ឋកិច្ចខ្មែរណាយើងដើរតែអាលុយប្រាក់ខែដែលជាកញ្ចះគេហ្នឹងឈ្នួលគេហ្នឹងយកមកដើម្បីតក់មកតែអាផលហ្នឹងវាអត់បានខ្មែរយើងច្រើនទេបើថា100យើងបានតែ10%នៃប្រាក់ដែលកម្រៃនៃការធ្វើការងារទេសេដ្ឋកិច្ចថៃគឺគេរីកចម្រើនបានទៅគេតាប៉ុន្តែអាហ្នឹងធ្វើអាម៉េចបើយើងវាអត់មានលទ្ធភាពរកការងារយើងធ្វើអញ្ចឹងដល់ពេលយើងចង់ប្រមូល2លានអ្នកហ្នឹងមកវិញអស់ចង់ឲ្យសេដ្ឋកិច្ចថៃងាប់ស្ដោកមកអំពេចហ្នឹងដើម្បីដាក់សម្ពាធថៃគឺយើងបោកក្បាលយើងនឹងអញ្ចឹងដើម្បីឲ្យគេអាណិតដល់ពេលហើយយកមកតែ9សែនអ្នកយើងរកការងារធ្វើអត់បានគ្រប់គ្នាណានៅសល់ជាងពាក់កណ្ដាលអង្គការសង្ត្រាល់រកឃើញថាពលករពលការិនីខ្មែរដែលចំណាក់ស្រុកទៅថៃជាង9សែនអ្នករកការងារអត់បានធ្វើច្រើនណាស់នៅលហេមលហាមនៅប្របាក់អីចឹងទៅហើយគេរាយការណ៍មកហើយសូម្បីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក Thomas Andrews នេះក៏គាត់សរសេរនៅក្នុងរបាយការណ៍តាក់ទងនឹងពលករចំណាក់ស្រុកនោះថាឥឡូវនេះពិបាកមែនតើដោយសារអីពលករចំណាក់ស្រុកយើងគឺទៅធ្វើការនៅថៃលក់កម្លាំងពលកម្មរបៀបជាជំនាញលក់ពលកម្មដូរបាយមិនមែនទៅរៀនជំនាញឯកទេសវិជ្ជាជីវៈសំណង់ផ្សារដែកឬក៏អីទេយើងទៅជាជ័រកៅស៊ូយើងទៅកាប់អំពៅយើងទៅបោចវល្លិឬក៏យើងទៅស្ទូចត្រីនេសាទត្រីនៅសមុទ្រ3ខែមកច្រាំងម្ដងឬក៏យើងទៅជួយដាំដើមឈើដាំដើមអីលីសែងជូតតុកអីហ្នឹងការងារទាំងអស់នេះវាអត់មានលទ្ធភាពដើម្បីធ្វើឲ្យកម្មករនេះអភិវឌ្ឍខ្លួនខ្លាយទៅជាវិស្វករទៅជាអ្នកជំនាញឯកទេសអីទេធ្វើមកជីវិតរបស់ខ្លួនយកមកគឺនៅតែជាជ័រគឺជាជ័រកៅស៊ូហ្នឹងដល់តែពេលពួកគាត់9សែនអ្នកមកស្រុកខ្មែរយើងនៅណាដែលអត់ចេះជាជ័រកៅស៊ូបងប្អូននៅស្រុកខ្មែរកសិករណាក៏ចេះដែរជាជ័រកៅស៊ូកសិករណាក៏ចេះកាប់អំពៅដែរនៅស្រុកខ្មែររកការងារនឹងអត់បានធ្វើផងហើយដល់ពេលនាំ9សែនមកសិតតែអ្នកអត់មានជំនាញវិជ្ជាជីវៈអីដែលអាចធ្វើការងារអីដើម្បីឲ្យខ្លួនឯងអាចរកការងារប្រកួតប្រជែងជាមួយនឹងកម្លាំងពលកម្មនៅស្រុកខ្មែរដែលការងារដែលមិនចាំបាច់ទៅសាលារៀនទៅរៀនសូត្រអីអត់មានការងារធ្វើដល់គ្នាមកពីថៃទៅតែដើមការងារគ្នាដែលរកអត់បាននៅខ្មែរទៅរកការងារអីឧទាហរណ៍ថាអញ្ចេះតែគាត់ទៅថៃគាត់ទៅធ្វើខាងមេកានិកជាងរថយន្តជាងជួសជុលអីហើយជំនាញហ្នឹងគាត់ចេះរហូតតទៅជាជំនាញវិស្វកម្មអីចឹងឧទាហរណ៍ហើយដល់មកស្រុកខ្មែរជំនាញវិស្វកម្មហ្នឹងវាអត់សូវមានអ្នកចេះច្រើនហើយដល់ពេលការងារត្រូវការដល់ពេលគាត់មកពីថៃអាចចូលធ្វើការងារហ្នឹងបានយ៉ាងលឿនក៏ប៉ុន្តែដោយសារការខ្វះជំនាញឯកទេសវិជ្ជាជីវៈផ្នែកបណ្ដុះបណ្ដាលជំនាញឯកទេសនេះទៅធ្វើការថៃលក់តែកម្លាំងពលកម្មសុទ្ធឲ្យតែមានកម្លាំងលីសែងរុញអាទិសអីចុះមនុស្សនៅខ្មែរយើងអត់ចេះទេគាត់រុញអាទិសលីសែងណាណាក៏ធ្វើបានឲ្យតែមានកម្លាំងអានេះគឺការខ្វះជំនាញបំណិនជីវិតនេះដែលធ្វើឲ្យពលករខ្មែរចំណាក់ស្រុកជាង9សែនអ្នកដែលវិលមកស្រុកខ្មែរវិញគឺរកការងារអត់បានធ្វើមិនមែនដោយសារតែពួកគាត់អត់សមត្ថភាពធ្វើការទេពួកគាត់អត់មានជំនាញហ្នឹងព្រោះតែធ្វើការនៅថៃហ្នឹងអត់បានទៅរៀនចំណេះជំនាញអីទេគឺទៅធ្វើតែលក់កម្លាំងពលកម្មនេះហើយដែលជាវិបត្តិដែលលោក Thomas Andrew និយាយថាចំណេះជំនាញរបស់ពលករខ្មែរចំណាក់ស្រុកទៅថៃមិនស៊ីទៅនឹងការងារនៅនេះមិនអាចប្រកួតប្រជែងរកការងារបានដោយសារអីកម្លាំងពលកម្មក្នុងស្រុកដែលអត់ចេះជំនាញដូចគ្នារកការងារអត់បានធ្វើរាប់ម៉ឺនរាប់សែនអ្នកហើយហ្នឹងហើយចុះដល់ពេលអ្នកមកពីថៃមានអីលើសអ្នកនៅក្នុងស្រុករត់តែប្របាក់ជាងហ្នឹងទៅទៀតព្រោះអីអ្នកធ្វើការនៅថៃធ្លាប់បានប្រាក់ខែ4-500ដុល្លារដល់តែមកប្រកួតជាមួយនឹងកម្លាំងពលកម្មក្នុងស្រុកដែលអត់ជំនាញដូចគ្នាតែ200ក៏ធ្វើដែរអត់មានផងហើយដល់គ្នាធ្លាប់ធ្វើ4-500នៅថៃដែលអត់ចេះជំនាញអីសោះ
ហើយដល់តែមកប្រកួតប្រជែងមួយនេះអត់ចេះជំនាញអីសោះនៅស្រុកខ្មែរ$200 200ជាងរកការងារអត់បានធ្វើតើទៅរកឯណាបានធ្វើនេះជាវិបត្តិធំដែរចង់និយាយថាយើងមើលទៅគាត់ថាសំពីងសំពងទៅខំធ្វើការនៅថៃស្មានតែបានកម្រៃអីបានតែគ្រាន់តែមកដូបាយទេអត់ចេះចំណេះជំនាញអីទេឡើងទៅសំណង់ខ្ពស់25 30ជាន់ធ្លាក់បាក់កស្លាប់រាល់តែដងទេអត់ជំនាញអស់ហ្នឹងអត់មានដូចថាគេឲ្យឡើងទៅគ្រាន់តែឈូសអាស៊ីម៉ង់គេឬជូតកញ្ចក់គេហ្នឹងជំនាញអស់ហ្នឹងគឺគ្រាន់តែទៅហ្នឹងគឺប្រើកម្លាំងឲ្យបន្ថយជីវិតវាអត់មានជំនាញបច្ចេកទេសដូចគ្រឿងអេឡិចត្រូនិកណាយើងចេះផ្សារយើងចេះដង្គមគ្រឿងអេឡិចត្រូនិកឡានអគ្គិសនីអីអញ្ចឹងទៅជំនាញឯកទេសបែបនេះគឺបើមកគឺយើងអាចចេះដល់ម្ដងទៀតបងប្អូនយើងទៅតែជាជ័រកស៊ូទៅតែកាប់អំពៅទៅតែជូតតុកគេទៅតែអីតែប៉ុណ្្នឹងទេហើយមានមនុស្សច្រើនណាស់ខ្មែរយើងទៅសុំទានគេនៅតាមផ្លូវឡើងនៅស្រុកថៃហ្នឹងទៅមើលទៅគឺយើងដូចថាចង់បានថានេះហើយជាវិញ្ញាសាសម្រាប់រដ្ឋាភិបាលដែរប្រឹងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកទេសហើយក៏ប្រឹងបញ្ជូនមនុស្សដែលមានជំនាញឯកទេសទៅថៃឲ្យច្រើនជាងកម្លាំងតទេត្មងយើងទៅដូរកម្លាំងបាយហ្មងដូចថាទៅដូចតលីតាសែងដែលអត់មានចំណេះដឹងអីអញ្ចឹងមកវិញគឺយូរខ្លួនកាន់តែចាស់ទ្រុឌទ្រោមប្រើកម្លាំងបាយបែបនេះគឺអត់រស់យូរទេព្រោះអីយើងខ្សោះទៅហើយមានពលករខ្មែរចំណាក់ស្រុកមួយចំនួនប្រើថ្នាំញៀនទៀតប្រើអាយ៉ាម៉ាយ៉ាបារបស់ថៃនោះដើម្បីឲ្យកម្លាំងធ្វើការដូរកម្លាំងហ្នឹងដល់យូរទៅអាអស់ជាតិថ្នាំហ្នឹងអាខ្លួនក៏រីងរៃក៏ស្គមខូចមនុស្សតទេទៀតរឿងនេះគឺជារឿងអំពើទុកច្រើនណាប៉ុន្តែចង់បានថារដ្ឋាភិបាលត្រូវធ្វើច្រើនបដោះបដាលវិជ្ជាជីវៈហ្នឹងហើយមិនបដោះបដាលវិជ្ជាជីវៈរួចខ្លួនទេរដ្ឋាភិបាលកម្ពុជាត្រូវផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋនេះទៀតដើម្បីឲ្យគ្នាដែលបានរៀនសូត្រហើយហ្នឹងមានចំណេះជំនាញនឹងយកទៅធ្វើការបានខ្លះកុំឲ្យបពពួកនិយមក្រុមគ្រួសារឯងដាក់គ្រប់ក្រសួងមន្ទីរបែបនេះក៏គ្នាអត់សង្ឃឹមទៅទៀតយកចំណេះជំនាញទៅធ្វើអីរៀនចប់ Bachelor ធ្វើការបាន$150នៅក្នុងក្រសួងរដ្ឋទៅជាខ្ញុំស្រក់ទឹកភ្នែកបាន Bachelor បាន$100ជាងអីវិញហើយរមិនបានធ្វើទៅទៀតដល់អញ្ចឹងគ្នាអស់សង្ឃឹមអ្នកផ្សេងទៀតជាកូនអុកញ៉ាមហាមន្ត្រីបពពួកខ្សែគេប្រធាននាយកដ្ឋានរដ្ឋមន្ត្រីប្រធានប៉ុស្តិ៍ប្រធានស្អីផ្នែកអីអស់គេយកអស់ហើយខ្សែគេនោះអញ្ចឹងគ្នារៀនមកហ្នឹងនៅតែរកការងារមិនបានធ្វើរឿងនេះត្រូវដូរប្រព័ន្ធដឹកនាំរដ្ឋនេះសឹងថា180ដឺក្រេណោះបានអាចនឹងលើកទឹកចិត្តយុវជនឲ្យខំប្រឹងហើយកុំរត់ចាកចោលស្រុកទៅធ្វើការនៅស្រុកគេបណ្ដុះគំនិតឲ្យមានសង្ឃឹមឲ្យយុវជនខំរៀនតែយើងអត់ខំរៀនអត់អីពិស័យអប់រំហ្នឹងយើងចប់ហើយបងប្អូនយើងពឹងអីទៀតបើយើងក្រដូចខ្ញុំអញ្ចឹងគ្រួសារខ្ញុំក្រណាបើយើងមិនខំប្រឹងរៀនទៀតតើពឹងអីគេសុំទានគេឬក៏យ៉ាងម៉េចអត់ទេយើងខំប្រឹងរៀនហើយយកអាចំណេះហ្នឹងរៀនមកយកទៅប្រើបានដូចនៅស្រុកអាមេរិកនេះតែរៀនចេះដឹងគឺប្រាក់រត់រយើងហ្មងនៅស្រុកខ្មែរគេថារៀនចេះដឹងប្រាក់រត់រកហើយតាមច្បាប់ក្រមងុយឬក៏ពាក្យចាស់លោកពូលស្រុកខ្មែរអត់ទេរៀនចេះដឹងរត់អត់លុយអត់រត់រយើងទេលុយដែលយើងរៀនចេះដឹងហ្នឹងត្រូវវិចបង្វិចរហលក់គេអាកហ្នឹងទៅសុកគេយកវិចលុយហ្នឹងទៅសុកគេដើម្បីបានការងារជាចៅក្រមជាបរិយាអាញាជាមេធាវីជាការងារអីធំកយមេប៉ូលីសឬក៏អីការងារធំហ្នឹងដើម្បីមានឱកាសលួចជាតិពួកអីបើទៅតទេហ្នឹងដឹងអត់តែចឹងទៅរឿងនេះគឺកើតឡើងជាជំងឺមហារីកយូរហើយបើយើងអត់ដោះស្រាយបញ្ហាហ្នឹងទេគឺស្លាប់ហើយបាទឥឡូវខ្ញុំតាក់ទងនឹងរឿងនេះគឺលោកThomas Andrew ក៏តបទៅលោកសៀស័កភួងកេតកៅដែរខ្ញុំឃើញសារគាត់2ថ្ងៃហើយដែលលោក Thomas Andrew គាត់ថាគាត់ពិតជាបើកទ្វារទទួលស្ដាប់ការរិះគន់របស់ថៃគាត់មិនទាត់ចោលទេគាត់អរគុណថៃដែលបានលើកឡើងជាមតិហើយគាត់នៅតែស្វាគមន៍បើគាត់មិនស្វាគមន៍មិនឲ្យតម្លៃនៅក្នុងការសរសេររបាយការណ៍ឲ្យបានសងខាងគាត់មិនផ្ញើជូនរបាយការណ៍សេចក្តីព្រៀងរបស់គាត់ទៅឲ្យថៃមើលមុន2ថ្ងៃមុននឹងចេញសេចក្តីថ្លែងការណ៍ទេតែថៃខ្លួនឯងទេដែលមិនឆ្លើយតបហើយមិនធ្វើអ្វីទាំងអស់រហូតតតែលោក Thomas Andrew គាត់ចេញរបាយការណ៍ទៅបាន100រឿងលោកក៏បានបន្តទៀតថាតាមពិតគាត់បានផ្ញើឯកសារហើយក៏បានឲ្យថៃដើម្បីពិនិត្យមើលតើរបាយការណ៍ហ្នឹងគ្រប់ជ្រុងជ្រោយអាចទទួលយកបានឬយ៉ាងណាដែរគឺ2ថ្ងៃមុនគាត់ចេញរបាយការណ៍ហ្នឹងក៏ប៉ុន្តែគាត់ថៃជ្រើសរើសមិនតបតែបែរជាមកវាយប្រហារក្រោយដែលចេញរបាយការណ៍នឹងទៅវិញតែយ៉ាងណាគាត់ក៏នៅតែគិតថាអ្វីដែលគាត់នឹងបន្តធ្វើទៀតនេះគឺគាត់មិនបិទទ្វារអីទេគឺគាត់នៅតែស្វាគមន៍បោះដៃទៅថៃបើចង់ឲ្យគាត់រីការបន្ថែមអីទៀតប៉ុន្តែថៃគេមិននៅត្រឹមហ្នឹងទេគឺគេសរសេរលិខិតនេះទៅលោកដែលជាប្រធានឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិគឺលោកVolker Turk បាទក៏គាត់
រាយការណ៍អញ្ចឹងទៅតើបានប្រយោជន៍យ៉ាងណាអានេះជាសារនយោបាយស្អំចិត្តប្រជាពលរដ្ឋថៃកុំឲ្យថាអត់បានទៅទូលពិតអង្គការសហប្រជាជាតិអីដែរព្រោះកម្ពុជាបានកម្រិតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិមកជួយសរសេររបាយការណ៍នឹងដែរអញ្ចឹងថៃគេចង់ប្រាប់ថាយីទៅអង្គការសហជាតិគេទៅដល់អង្គការសហជីវជាតិដែរបងប្អូនអត់បានផលទាំងខ្មែរអត់បានផលទាំងថៃហើយវាចំណេញតែការធ្វើឲ្យភាគីពីរនាក់នេះឆ្លោះគ្នាគ្មានទីបញ្ចប់ទេជំរើសដែលល្អបំផុតណាគឺកម្ពុជាត្រូវប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងយុត្តិធម៌អន្តរជាតិបានហើយអាយន្តការ UN យន្តការស្អីស្អីនេះវាជាការបង្ក្រប់កិច្ចទេព្រោះគ្មានអ្នកណាមកដោះស្រាយអីឲ្យខ្មែរទេថៃតបមកវិញខ្មែរតបទៅទៀតថៃតបមកវិញខ្មែរតបទៅទៀតដី76កន្លែងនៅបោះថៃដដែលតែប៉ុណ្្នឹងឯងបើប្តឹងទៅថៃទៀតល្អចឹងខ្ញុំនៅតែលើកទឹកចិត្តប្តឹងថៃទៅមិនមែនប្តឹងទៅថៃប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ឲ្យឆាប់តាមដែលអាចធ្វើទៅបាន